គ្នាថ្ងៃនេះខ្ញុំមានលំហាត់ limit រឿង0 លើ0ដែលមានស្របចំនួន5ហើយថ្ងៃនេះខ្ញុំនឹងកែនេះជួយអ្នកទាំងអស់គ្នាមើលហើយមុនទៅដល់កែនេះជួយ subscribe និងជួយ like ខ្ញុំម្នាក់មួយផងហើយនេះខ្ញុំលំហាត់ក limit នៃ x ខិតទៅ2នៃ x ការ៉េដក4នៅលើ x ដក2ឥឡូវយើងជួសរករៀងវាដល់យើងជួសវាទៅពីជួសកន្លែង x នេះជួសទៅវាបាន2ការ៉េមិន4ដក4មិនអក្សរ0ហើយនេះ2ដក2មិនអក្សរ0អញ្ចឹងរៀង0លើ0ដោយវាចែកដល់កាប់បាត់ណាវាមាន x ការ៉េដក4លើ x ដក2ចាហើយបន្ទាប់មកយើងជួស2ចូលវាបាន2ការ៉េដក4លើ2ដក2ហើយ2ការ៉េវា4ដក4លើ2ដក2 4ដក4មិនសល់0 2ដក2មិនសល់0អញ្ចឹងនៅវាមានរៀង0លើ0ឬយើងអាចសរសេរមួយទៀតបានថារៀងមិនកំណត់0លើ0ក៏បានដែរយើងសរសេរនាំស្មើហើយ limit នៃ x ខិតទៅ2ហើយសូមទៅចាំថា limit ដែលមានរៀង0លើ0យើងត្រូវចាប់វាជាផលគុណកតាហើយយកអាកតានឹងសម្រួលគ្នាចោលហើយយើងគណនា limit ថ្មីអញ្ចឹងបាន limit ខិតទៅ2ហើយដោយ x ការ៉េដក4ហើយ4យើងបំលែងបាន2ការ៉េជាងបាន x ការ៉េដក2ការ៉េនៅលើ x ដក2ហើយរូបមន្តមួយដែលយើងអាសាប្រើខ្លាំងមែនតើនោះគឺ a ការ៉េដក b ការ៉េស្មើនឹង a ដក b កតា a បូក b ហើយយើងសេស្មើតទៀតមកហើយដាក់ limit នៃ x ខិតទៅ2 limit នៃ x ខិតទៅ2តើមកនេះយើងចូលរូបមន្តរបស់យើងបាន x ដក2កតា x បូក2នៅលើ x ដក2ហើយយើងមើលភាគបែងនិងភាគយកវាមាន x ដក2ដូចគ្នាយើងស្រួលចាប់បានឆ្លើយសចុងក្រោយ limit នៃ x ខិតទៅ2ហើយនេះស1យើងមិនបាច់សេទេ1យើងអាចសេក៏បានអត់ក៏បានអញ្ចឹងនៅស x បូក2នឹងសចំណុចកសោ x បូក2ព្រោះខើ1អានេះស1ដែរអញ្ចឹងយើងអាចសេតទៀតទៅខាងនេះមកយើងជំនួស2ចូលយើងពេលយើងជំនួសចូលគឺយើងអត់បាច់ដាក់ limit មកទៀតទេអញ្ចឹងយើងបានចំណោយរបស់វា x បូក2ហើយយើងជួស2ចូលមកវាស្មើនេះយើងជួស2នេះចូលមកវាស្មើ2បូក2អញ្ចឹងឆ្លើយវាស្មើ4អញ្ចឹងsẽដូចនេះមកស្មើ4ចំណោយដូចនេះlimit x ខិតទៅ2នៃ x ការ៉េដក4នៅលើ x ដក2ស្មើនឹង4នេះគឺជាចម្លើយហើយតមួយទៀតយើងដល់លំហាត់ខគេឲ្យយើងវាមានលំហាត់បែបនេះវាមាន x ការ៉េបូក 5x បូក 6នៅលើ x ការ៉េដក4ឥឡូវយើងសេប្រធានហាត់ចូល limit នៃ x ខិតទៅដល់2នៃ x ការ៉េបូក 5x បូក 6នៅលើ x ការ៉េដក4យើងឃើញវិធីហាត់ហ្នឹងហើយយើងជួសដូចតតែទេដក2ជួសទៅកន្លែងនេះចាំមើលវាមាន x ការ៉េបូក 5x បូក 6នៅលើ x ការ៉េដក4ឥឡូវយើងជួសដក2យើងចូលដោយសារតែមិញវាមាន x ខិតទៅដក2អញ្ចឹងយើងជួសដក2ចូលការ៉េបូក 5ដក2បូក 6នៅលើដក2កូរ៉េបូក4
នេះដក4សំទោសដក4នេះដក4ឥឡូវយើងជួចូលទៅ2ការ៉េវា4ដកប៉ះដកបូកហើយដក10 5 2ដង10ហើយយកតាមរួចបូកគុណនឹងដកបានដកបូក6លើនេះ2ការ៉េ4ដោយសារដកប៉ះនឹងដកទៅជាបូកវិញហើយនេះដក4ហើយអានេះបូកចូលគ្នា4បូក6នឹង10ដកសល់0ហើយនេះ4ដក4វាមិននៅសល់0អញ្ចឹងយើងអាចកំណត់រៀងវាបានថា limit វាមានរៀងមិនកំណត់0លើ0យើងដាក់សេតែរៀង0លើ0ក៏បានដែរតមកយើងគណនាតទៀតស្មើ limit នៃ x ខិតទៅរកដក2នៃ x ការ៉េបូក 5x បូក6លើ x ការ៉េដក4ហើយអាកន្លែងនេះយើងមើលឥឡូវយើងចាប់ជាកតាបានអត់តាខឹមយើងដឹងថាចូលរូបមន្ត a ការ៉េដក b ការ៉េហើយវាស្មើ a បូក b កតា a ដក b ហើយឥឡូវយើងអាចធ្វើទៅជាផលគុណកតាតាមគុណខ្វែងក៏បាននិងចាប់ជាផលគុណកតាក៏បាននិងវិធីផ្សេងទៀតឥឡូវខ្ញុំសូមបង្ហាញកន្លែងគិតលេខខ្ញុំនិយាយពីវិធីគុណខ្វែងយើងបានសម័យកាលនៃ x ការ៉េបូក 5x បូក 6ចឹងយើងដាក់ x ទៅនេះ1 x ទៅនេះ1ហើយម៉ានគុណម៉ានឲ្យស្មើ6យើងបាន2គុណ3ចឹង 3x ដងมันបាន 3x ហើយ2គុណមក x มันបាន 2x ហើយយើងមើលសញ្ញាវាសញ្ញាបូកចឹងបានបូកនៅពេលហ្នឹងបូកចូលគ្នាវាមិនស្មើ 5x វាដូចនៅតួកតានេះហ្នឹងយើងធ្វើទៅដល់តួកតាដូចហើយនេះគុណអានេះស្មើ6វិញមកហើយនេះគុណអានេះស្មើ x ការ៉េវិញមកត្រូវហើយហើយក្រោមយើងដឹងថាវាចូលរូបមន្ត a ការ៉េដក b ការ៉េហើយដោយសារតែ4យើងសេបាន2ការ៉េអញ្ចឹងសេចំនួនចូលទៀតមក limit នៃ x ខិតទៅរកដក2លើអានេះយើងបានយើងមកមើលកន្លែងគិតលេខរបស់យើងហើយយើងមើលអានេះមកយើងគុណនឹងវាដូចតួកតាហើយយើងមើល x និង2យើងចាប់ជាកតាមកវាបាន x បូក2ហើយអានេះ x និង3វាបាន x បូក3ជាកតាហើយបើជាអញ្ចឹងដោយសារតែពេលយើងចាប់អញ្ចឹងមកយើងគុណផលិតវិញមកវាស្មើនេះវិញវិធីចាប់យើងចាប់តែ x ទល់នឹង2ហើយនឹង x ទល់នឹង3ចាប់ជាកតាទេក្រោយពីហ្នឹងយើងអត់មានចាប់យក x មកខ្វែង3យក x ទៅខ្វែង2ហើយអាហ្នឹងក៏ខ្ញុំអត់ច្បាស់កន្លែងហ្នឹងដែរប៉ុន្តែខ្ញុំតាមយករបស់ខ្ញុំយកអាត្រង់ចេះមកវាត្រូវជាងអាគុណមកតាមចែកអាគុណតាមចែកអញ្ចឹងវាបាន x ដក2ហើយអានេះយើងចាប់ជាកតាមិញមកបាន x បូក2កតា x បូក3ហើយអានេះយើងចូលរូបមន្តរបស់យើងតែខ្ញុំសេផលិតឲ្យស្រួលមើលសិនបាន x ការ៉េដក2ការ៉េយើងសេចូលទៀតមក limit នៃ x ខិតទៅរកដក2ហើយឥឡូវបាន x បូក2កតា x បូក3ជាអានេះយករូបមន្តរបស់យើង a ការ៉េដក b ការ៉េបាន x ដក2កតា x បូក2ហើយមើលភាពបានភាពយកមានដូចគ្នាបាន x បូក2យើងស្រួល x បូក2ចោលស្រួល x បូក2ចោលណាសូមអធិស្ឋានផងថាផ្សេងទៅវារឿងបាំងយើងបាន x ដក2ជួសចូលទៅដោយសារនេះវាសេស្រួលណាខ្ញុំសុំមើលសេស្មើអស់ទៅអញ្ចឹងវាបានចែកបាន x បូក3លើ x ដក2ហើយបន្ទាប់មកយើងជួស x ដក2ចូលអញ្ចឹងកន្លែង x នេះជួសឲ្យកន្លែង x នេះកន្លែង x ហ្នឹងជួសដល់ x ដកជួសដល់លេខដក2ហើយបូក3ហើយលើនេះដូចគ្នាដែរជួសដក2និងដក2ហើយ3ដក2នៅសល់ប៉ុន្មាន3ដក2វាមិនសល់1បូក1ហើយក្រោមមានស្មើដក4យើងសេទៀតមកបានដក1លើ4ជាចម្លើយខ្ញុំសូមអត់សេដូចនេះទេនេះគឺជាចម្លើយរបស់វាហើយនៅលំហាត់កដល់កន្លែងនេះខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាប៉ុណ្ណឹងបានហើយដោយសារតែខ្ញុំមានការរវល់ទៀតចាំខ្ញុំចេញវីដេអូតនឹងធ្វើលំហាត់នឹងតទៅទៀត
សូមអរគុណ